nhưng mà cho một khay cho ngày khói mình nè mà ក្រុមអង្គការសង្គមស៊ីវិលសហជីពនិងកម្មករសរុបប្រមាណ200នាក់ដែលមកពីជាង30ស្ថាប័នផ្សេងគ្នាបានដង្ហែញត្តិទៅដាក់នៅស្ថានទូតធំចំនួន4ប្រចាំនៅកម្ពុជារួមនឹងដាក់នៅស្ថាប័នរដ្ឋដែលរួមមានក្រសួងកាងារនិងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាផងដើម្បីជំរុញឲ្យមានការគោរពសិទ្ធិកម្មករនិយោជិតនៅកន្លែងធ្វើការទោះជាយ៉ាងណាការដាក់ញត្តិនៅថ្ងៃទិវាពលកម្មអន្តរជាតិ1ឧសភាឆ្នាំនេះមិនរលូនឡើយដោយសារតែមានការរារាំងពីអាជ្ញាធរ ការដែលដាក់ញត្តិនេះវាអត់មានអីពាក់ព័ន្ធជាមួយនឹងច្បាប់បាតកម្មកោតកម្មដោយសន្តិវិធីទេហ្នឹងចំណុចទី1ចំណុចទី2សំណួរលើកហេតុផលថាការដើរខ្ញុំគិតថាការដើរធម្មតាអាទីតាំងនៃការដាក់ហ្នឹងវានៅជិតគ្នាអញ្ចឹងគាត់ដើរ4-10នាក់អីមកកន្លែងទី1ទៅ1ខ្ញុំគិតថាវាមិនគួរជាការរដ្ឋបတ်សេរីភាពទេ không được chạy theo mà ca của dân đặt nhà tới sang tụ bằng lên đây sao được sang đây sang tụ bằng tới tại sao cái sang tụ tập ăn nó ca trôi lên nhà sạch cắn ngập lòng cá đó là ăn sạch lo đi ra thang bà còn dương ngập lòng cá buộc cái trong khơi và cái Campuchia các cái nhà chất thì đi ra thang bà từ lơ cái from riêng của cắm ta lang quanh năng tầm này tầm đúng từ lơ cả ăn quạt sạch rồi thiệt chịu lớp phe đại dương cùng cung khai trong lớp quay sân cách tòa sổ ta khai lạc sang cái là ta cũng sạch cầm phố cứ chỉ lạc sang bạch muối đại dương hai do từ cho cha đâu cách from tiêm bởi chỉ cầm chuối nó sạc cung mà đâu có đôi chị ẩm đấy chân bà sân thì dương bằng from cai prai tế xong xong khách thập ở đây thì cha làm nào với đại dương lơ cáo cứ dương học nên ai vô được cai prai thì mỗi cái ban tệ rồi ai cho cha thì mỗi cái ban tệ hai phải chiếc giang cầm muối quan năng tỏ chuối ấy ăn ban đây bà sân chia bánh nào bà cầm cô đại dương lơ cao chỉ riêng qua xem nên mình rơi bàn nóc đây cái thua ha cái mơ từ lơ ca ăn quán sức đấy thì phải chip bao tầm biết bao đấy nó cũng đang lấy អាញាធរខណ្ឌដូនពេញដែលភាគច្រើនជាសន្តិសុខខណ្ឌមិនឲ្យក្រុមសង្គមស៊ីវិលដង្ហែញត្តិដើរថ្មើរជើងនោះទេក្រុមហេតុផលថាអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ក៏ប៉ុន្តែអ្នកចូលរួមដាក់ញត្តិយល់ថាជាការរដ្ឋបတ်សេរីភាពរបស់ពួកគេព្រោះពួកគេស្នើសុំដើរលើផ្លូវថ្មើរជើងក៏អាញាធររារាំង ហើយយើងចង់បង្ហាញថាប្រទេសយើងអនុវត្តសិទ្ធិសេរីភាពបានដោយសេរីដោយរបៀបណាមិនទាន់មានសេរីទេរូបភាពឈរស្នាក់ដៃគ្នារារាំងកម្មករទៅប្រាប់គេមែនថាយើងជាប្រទេសសេរីមិនទេ យាណាក្រោយមានការចរចាគ្នាអាជ្ញាធរក៏បានអនុញ្ញាតឲ្យតំណាងសង្គមស៊ីវិលប្រមាណជាង10នាក់ដង្ហែញត្តិដើរថ្មើរជើងទៅដាក់នៅទីតាំងដែលពួកគេចង់ទៅតំណាងសហជីពមកពីវិស័យមួយចំនួននិយាយថាពួកគេមកចូលរួមដាក់ញត្តិគឺដើម្បីជំរុញឲ្យមានលក្ខខណ្ឌការងារល្អសម្រាប់កម្មករនិយោជិតដែលកំពុងជួបប្រទះការគៀបសង្កត់នៅកន្លែងធ្វើការនិងកង្វះការយកចិត្តទុកដាក់ចំពោះគ្រោះថ្នាក់ការងារ ទោះបីសហជីពមានច្រើនមែនប៉ុន្តែអ្វីដែលមើលឃើញរូបភាពការអនុវត្តពិតប្រាកដគឺបិទសិទ្ធិសេរីភាពសហជីពណាស់មានការប្រឈប់កម្មករនៅពេលដែលចងក្រងអីចឹងទៅគឺរូបភាពទាំងអស់ហ្នឹងគឺមើលឃើញសឹងតែគ្រប់រោងចក្រឲ្យថាមានបង្កើតសំបីតាសមាជិកកម្មករចូលរួមជាមួយសហជីពធម្មតាហ្នឹងក៏មានការប្រឈប់ដែរ ជាទូទៅពួកគាត់ប្រឈមមុខនឹងការគ្រោះថ្នាក់ប៉ុន្តែពេលគាត់គ្រោះថ្នាក់អត់មានបលសសម្រាប់ cover អត់មានប្រតិសេវាឲ្យគាត់ហើយតាក់ទងទៅនឹងប្រាក់ឈ្នួលយើងដឹងស្រាប់ហើយកម្មករសំណង់ហាក់បីដូចជាមានន័យថាប្រាក់ឈ្នួលអាចផ្ដល់ទៅតាមមាត់សរសេរលើប្រព័ន្ធមាត់នយោជកថាឲ្យមួយថ្ងៃ 20000 30000 40000 50000 តាមនយោជកគាត់កំណត់អត់មានច្បាប់ណាមួយកំណត់ថាអបបរមានៅក្នុងវិស័យសំណង់ត្រូវប៉ុណ្ណេះអាហ្នឹងដែលជាបញ្ហាប្រឈមនយោជកមួយចំនួននៅតែកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់កម្មករនៅក្នុងវិស័យសំណង់ នាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសំអាតមានប្រសាសន៍ថាការជំរុញឲ្យមានលក្ខខណ្ឌការងារល្អគួរត្រូវបានលើកទឹកចិត្តជាជាងការរារាំង បាទតើការពិតទៅការបង្ហាញកង្វល់លើកឡើងពីបញ្ហាវាគួរតែការលើកទឹកចិត្តដើម្បីយកទៅធ្វើការកែលម្អឲ្យស្ថានភាពសិទ្ធិការងារហ្នឹងវាបានព្រៀបកាន់តែល្អប្រសើរអាហ្នឹងយើងជាសង្គមស៊ីវិលយើងលើកទឹកចិត្តទៅលើការធ្វើការពីនេះពីព្រោះអានេះវាជាការកែលម្អនៅក្នុងសង្គមទេបាទ ទិវាពលកម្មអន្តរជាតិឆ្នាំនេះត្រូវបានសង្គមស៊ីវិលប្រឡូកឡើងក្រោមប្រធានបទស្ដារឡើងវិញនឹងកែតម្រង់ឧបសគ្គនានាដែលរារាំងដល់ការអនុវត្តសេរីភាពសហជីព